ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីរបៀបនៃការដាក់ទឹកទុរេនអាយុ60ថ្ងៃតោះយើងទៅមើលវីដេអូលម្អិតទាំងអស់គ្នាហេបងកំពុងឲ្យទឹកទុរេនហ៎បងកំពុងឲ្យទឹកទុរេនហើយការឲ្យទឹកទុរេននេះទុរេនបងដំណាក់កាលណាដែរបងមើលផ្លែអានេះអាយុលើ60ថ្ងៃហើយខ្លះ60ថ្ងៃណាបងណាហ្នឹងហើយការឲ្យទឹកគឺយើងក្បាលវល់3ចាក្បាលវល់3នេះមើលទាំងអស់គ្នាហៅប្របទឹកភ្លៀងហ្នឹងនេះចាមិនយើង1ម៉ោង350លីត្រហ្នឹងហើយហើយចាឲ្យយើងដែរចាបងយើងលបាយសាច់ឬក៏ដីក្រហមឬក៏ដីក្រហមលាយថ្មយើងត្រូវមើលសន្តានដីយើងក្នុងការឲ្យទឹកដីថ្មដីអីមិនយើងមើលទីខ្លះដីយើងនេះដីលបាយថ្មលេងបាយថ្មចាបងចឹងរយៈនេះយើងគួរឲ្យទឹកឡើងចាប់ពី20នាទីទៅ30នាទីហើយចាពីឲ្យមួយថ្ងៃចន្លោះមួយថ្ងៃចាបងដល់វល់3ហើយយើងមើលផ្លែអស់គ្នាហើយមើលស្លឹកអានេះវគ្គនេះក៏លេងភ័យនឹងទួយដែរចាបងពុំបាយទួយហើយទឹកដល់ផ្លែខៀវល្អចាហ្នឹងហើយមើលឲ្យបងប្អូនទៅមើលចូលមើលផ្លែខៀវហើយខៀវញញបាទខៀវស្អាតណាអានេះយើងអាចនៅតែងមួយសាទៀតហ្នឹងហើយដល់ដោយសារផ្លែយើងអាចគ្រប់ចំនួនហើយដល់ចូលផ្លែច្រើន40 50ហើយតែ50នេះអាយុ7 8ឆ្នាំចាមើលហើយហ្នឹងគឺមើលការឲ្យទឹកមួយថ្ងៃចន្លោះមួយថ្ងៃគឺយើងត្រូវវាយហើយយើងឡើងចាប់ពី20 25 30 35 40ថ្ងៃចន្លោះមួយថ្ងៃគឺចំណីគឺយើងត្រូវដែរ10ថ្ងៃឲ្យស៊ីម្ដងអូអញ្ចឹងបានន័យថាចាប់ពីដំណាក់កាលនេះការឲ្យទឹកគឺឡើងរហូតអញ្ចឹងហ៎បងអូចុះបើក្នុងករណីថាដាក់ទឹកអត់គ្រប់វាមិនវិញហ៎ដាក់ទឹកអត់គ្រប់គឺផ្លែយើងអត់ឆ្លោះអត់ខៀវទេអូអត់ខៀវបាទខៀវទេដាក់ទឹកគឺផ្លែរៀងលឿងហើយស្វិតអូហ្នឹងហើយរៀងហ្នឹងហើយតែបើទឹកដល់យើងមើលសដងមើលអីសដងក៏ល្អអីក៏ល្អផ្លែក៏ខៀវហើយអត់ជ្រុះដាច់ខាតចាចឹងយើងអាចយកបានដាក់បាន40 50 ចុះបើទឹកលើសបើទឹកលើសខ្លាំងមែនទែនលើសខ្លាំងមែនទែនវាអាចផ្ទុះសដងវគ្គនេះក៏នៅផ្ទុះដែរផ្ទុះសដងដូចវីដេអូមុនដែលយើងបង្ហាញហ្នឹងបងផ្ទុះសដងឡើយផ្ទុះសដងដូចឡើងដូចពោះវែកបើប្រប៉ែឡើយចាអញ្ចឹងយើងមើលជាក់ស្ដែងហ្នឹងហើយយើងមានវិធីកែដូចគ្នាហ្នឹងហើយគាត់ថាលើសទឹកយើងមើលលើតោងមើលសដងតែបើលើសទឹកសដងវាគឺកំែងប៉ោងខ្លាំងចាហ្នឹងណាចាប៉ោងខ្លាំងនឹងលើសទឹកអញ្ចឹងវាអាចផ្ទុះទឹកបញ្ជូនមកខ្លាំងអាចផ្ទុះសដងហ្នឹងហើយវិធីកែក៏យើងមានដែរនៅវីដេអូមុនអ្នកទាំងអស់គ្នាអាចចូលទៅមើលបានចាហ្នឹងហើយចាយើងមើលស្លឹកស្អាតណាបើទឹកគ្រប់អត់សូមអត់បាក់ហ៎ស្លឹកពពេញឲ្យស្រឡាញ់ហើយយើងលេងខ្លាចព្រួយហើយយ៉ាងនេះចាវគ្គដែលខ្ញុំលេងខ្លាចព្រួយគឺវគ្គចាប់ពី60ថ្ងៃទៅចាខ្ញុំលេងខ្លាចព្រួយហើយតែវគ្គមុនអត់បានទេព្រួយមកគឺខ្ញុំបារម្ភណាស់គេមិនលក់ទេចាបងនេះការដាក់ទឹកអំបញ្ញមិញយើងឃើញមាននេះដើមរបស់វាសញ្ញា ចែយើងគួរធ្វើមិនជាមួយវាដែរបងនេះយើងត្រូវមានខ្សែចងគឺក៏មានអាស័យអីចូលវាចូលមេឃឬក៏ចងមេឃហ្នឹងឲ្យវាផុតមកឲ្យទឹកយើងវាយបានផុតtrongស្លឹកល្អអូវគ្គនេះគេថាវគ្គយើងត្រូវអត់ខ្លាចព្រួយយើងអាចធ្វើមេឃនេះឲ្យឆ្លាស់មកធ្វើមេឃឲ្យឆ្លាស់ដើម្បីឲ្យទឹកហ្នឹងអាចសាចបានមកកន្លែងចុងស្លឹកហ្នឹងអញ្ចឹងដំណាក់កាលនេះគឺយើងត្រូវការឲ្យទឹកហ្នឹងវាយមកដល់ផុតចុងស្លឹកហ្នឹងឯងបងហ្នឹងហ្នឹងដំណាក់កាលផ្លែយើងផងចាចុះបើសិនជាស្លឹកវាក្របហើយវាយឲ្យដល់ចុងស្លឹកអាហ្នឹងវាមានផលប៉ះពាល់អីខ្លះដែរបងវាមានផលប៉ះពាល់មួយទឹកយើងអត់បានស្បបានចុងស្លឹកយើងវាសៀតគ្រប់ដែរចឹងហៅខែនេះខែក្តៅដោយសារយើងបានសម្លាប់ស្មៅអស់មើលហើយចាអញ្ចឹងដីតាយើងសម្លាប់ស្មៅអស់វាក្តៅវាហែងហ្នឹងហើយអញ្ចឹងបងប្អូនរឿងសម្លាប់ស្មៅនេះយើងត្រូវមានស្មៅមានប្រយោជន៍តែនឹងស្មៅក៏អត់ប្រយោជន៍ពេលនេះយើងត្រូវយកស្មៅពេលដែលខ្លាំងក្របដីណោះឲ្យស្មៅនៅក្រៅមកចាស្មៅក្នុងយើងត្រូវអត់អូទុកស្មៅក្រៅចាហ្នឹងហើយចាយល់ស្មៅជួយជាសំណើមចាកុំឲ្យវានេះគួរដីចាអញ្ចឹងយើងត្រូវយកដឹងពីចំណុចកតាស្មៅនឹងដែរអូ
tôiมีเรื่องชรานะอะไรกูสไปน์โยลต่างออกนี่จังแน่ต่างออกนี่ไอตามดานจมูกหนึ่งเพกเยื่อหนึ่งใจจูนเนยจุ่มแน่ดังแต่ต้นจมูกหนึ่งกะสกามกรุบดำหนักการต่างออกจ้าเอาคนชรา